ម្ដាយចុងសិនដែរឡាគាត់បានកាត់ម្រាមជើងកូនស្រីទាំងពីរនាក់របស់គាត់ចេញដើម្បីតម្រូវស្បែកជើង Hello អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់បាននិយាយអំពីរឿង original របស់ Cinderella ដែលសាហាវខ្លាំងមែនទែនម្ដាយចុងរបស់គាត់ហ្នឹងបានកាត់ម្រាមជើងកូនស្រីទាំងពីរនាក់របស់គាត់ចេញដើម្បីតម្រូវស្បែកជើងកែងខ្ញុំនឹងអត់មកនិយាយអំពីសាច់រឿងមួយទាំងមូលទេដើម្បីកុំឲ្យយូរខ្ញុំគ្រាន់តែចង់លើកយកវគ្គមួយដែលចេញពីសភៅ original រឿង Cinderella ហ្នឹងផ្ទាល់តែម្ដងរឿង Cinderella គឺមានច្រើន version ខ្លាំងមែនទែនអ្នកទាំងអស់គ្នា version Greek version Rosie version Brang ហើយ version Disney ដែល version Disney ល្បីខ្លាំងជាងគេចំពោះរឿង original ស្បែកជើងកែងគឺមិនជាស្បែកជើងកញ្ចក់ទេអ្នកទាំងអស់គ្នាគឺជាស្បែកជើងមាសព្រះអង្គក៏តាមរកណាគេដែលគាត់ពាក់ស្បែកជើងកែងនឹងទៅដើម្បីយកមករៀបអភិសេកជាមួយនឹងគាត់ម្ដាយចុង Cinderella គាត់មានកូនស្រីចំនួន2នាក់ហើយកូនស្រីទី1លោទៅពាក់អត់ត្រូវទេគឺទើសម្រាមជើងទើមេជើងគាត់បានកាត់មេជើងនឹងចោលហ្មងបន្ទាប់មកពាក់ស្បែកជើងនឹងចូលគាត់បានបញ្ជូនទៅជួបព្រះអង្គតែព្រះអង្គគាត់ឃើញជើងសិតតែឈាមអញ្ចឹងគាត់បានបញ្ជូនមកវិញដល់កូនស្រីទី2លោទៅទើសម្រាមជើងដូចនេះកាត់ម្រាមជើងនឹងចេញទៅជួបព្រះអង្គម្ដងទៀតហើយព្រះអង្គជួបទៅឃើញមានឈាមផងអីផងក៏បានបញ្ជូនមកវិញទៅរហូតដល់បានជួបម្ចាស់ស្បែកជើងកែងហ្មងគឺ Cinderella នឹងឯងរឿងនៃរន្ធត់មួយទៀតអ្នកទាំងអស់គ្នាថ្ងៃដែលព្រះអង្គម្ចាស់រៀបអភិសេកជាមួយ Cinderella ម្ដាយចុងរបស់គាត់ជាមួយនឹងបងប្អូនស្រីរបស់គាត់នឹងបានចូលរួមកម្មវិធីនឹងដែរម្ដាយចុងជាមួយនឹងបងប្អូនស្រីរបស់ Cinderella នឹងត្រូវបានសัตว์បាត់ស្រីរបស់ Cinderella នឹងបានមកចុចខ្វេះផ្នែកគាត់ចេញទាំងអស់ហ្មងរូបភាពទាំងពីរឈុតមិញនេះគឺដោយសារតែវាសាហាវពេកហើយ Disney គឺមានក្មេងៗមើលអញ្ចឹងទៅគេដាក់បញ្ចូលជាមួយរូបភាពហ្នឹងទេអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាចង់ដឹងរឿង icon អីផ្សេងទៀត let me know in the comment bye